អាជ្ញាធរប៉ូលីសថៃបានចាប់ខ្លួនបរិសុទ្ធជនជាតិថៃចំនួន4នាក់បន្ទាប់ពីបានធ្វើសកម្មភាពចាប់ជំរិតស្ត្រីជនជាតិចិនអាយុ29ឆ្នាំម្នាក់ចេញពីសន្តាគារក្នុងក្រុងបាងកកនិងព្យាយាមដឹកជញ្ជូននាងតម្រង់ទៅកាន់ស្រុកម៉ែសូតក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ាយោងតាមការចេញផ្សាយរបស់កាសែតថៃ Enquirer ជនរងគ្រោះកំពុងស្ថិតក្នុងការធ្វើដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសសិង្ហបុរីប៉ុន្តែត្រូវបានអ្នកស្គាល់គ្នាម្នាក់នៅទីនោះលបួងនាងឲ្យមកកំសាន្តនៅប្រទេសថៃជាមុនសិនតាមការរៀបរាប់ជនសង្ស័យដែលជាអ្នកបើកបរបានទៅទទួលនាងពីសន្តាគាររួចបន្តទៅទទួលបកពួក3នាក់ទៀតហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទចងដៃនិងវាយដំលើរូបនាងរថយន្តនោះបានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន4រហូតដល់ខេត្តកំពែងផេតទើបសមត្ថកិច្ចថៃក៏សម្គាល់ឃើញស្ត្រីរងគ្រោះស្រែកឲ្យគេជួយអ្នកបើកបរបានបន្ថែមល្បឿនរត់គេចប៉ុន្តែជនរងគ្រោះបានសម្រេចចិត្តលោតចុះពីរថយន្តដែលកំពុងបើកបររួចរត់ទៅសុំជំនួយពីហាងអ៊ុតសក់មួយកន្លែងនៅជិតនោះប៉ូលីសថៃបានបាញ់ធ្លាយកង់រថយន្តនិងចាប់ខ្លួនជនសង្ស័យ2នាក់ឈ្មោះសុំគៀតអាយុ41ឆ្នាំនិងគិតទីផុនអាយុ24ឆ្នាំរួចបន្តតាមចាប់ខ្លួន2នាក់ទៀតឈ្មោះស៊ូឆាតអាយុ41ឆ្នាំនិងគិតទីស័កអាយុ22ឆ្នាំដែលកំពុងលាក់ខ្លួននៅក្នុងវត្តមួយលោកសុំកាសេមចារៈស្នងការប៉ូលីសខេត្តកំពែងផេតបានឲ្យដឹងថាករណីនេះហាក់បីដូចជាមានទំនាក់ទំនងជាមួយបណ្ដាញជួញដូរមនុស្សដោយសារក្រុមជនសង្ស័យមានការរៀបចំផែនការយ៉ាងស្ទាត់ជំនាញក្នុងការលបួងនិងដឹកជញ្ជូននាងទៅប្រទេសជិតខាងលោកបានបញ្ជាក់បន្ថែមថាសមត្ថកិច្ចថៃកំពុងបន្តស្វែងរកអ្នកលបួងរូបនោះនិងបកពួកពាក់ព័ន្ធបន្ថែមទៀតធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 012 33 00 98